លោកអាចស្រីរបស់យើងបានរអិលជាងដូក៏ធ្វើឲ្យនាងគឺហូរឈាមច្រើនខ្លាំងមែនទែនចំណែកស្វាមីរបស់នាងក៏ពងតែអង្គុយវិភាសាគ្នាជាមួយពេទ្យក៏បានលឿននាងដូក៏បានស្រួយឆ្លេឆ្លារត់មករនាងព្រាមតែម្ដងពេលដែលគេទៅដល់គឺនាងក៏បានហូរឈាមពេញខ្លួនហើយនាងក៏ថាជួយកូនរបស់ខ្ញុំផងទៅគឺជួយជូនខ្ញុំទៅមន្ទីរពេទ្យព្រាមទៅគឺលោកក៏ជួយជូនខ្ញុំទៅមន្ទីរពេទ្យព្រាមទៅបំរើក៏ប្រាប់ថានាងគឺពិបាកមានកូនខ្លាំងណាស់អញ្ចឹងហើយគឺគួរតែរកគ្រូពេទ្យដែលពូកែមិនដើម្បីព្យាបាលនាងមិនអាចកូននឹងរស់បានបន្តមកគឺគេក៏បានមិនតបានយកប្រពន្ធរបស់គេទៅមន្ទីរពេទ្យផងស្រាប់តែស្រីស្នេហ៍របស់គេក៏ខលមកប្រាប់ថាគឺខ្ញុំកំពុងតែចិត្តស្លាប់ហើយគឺលោកក៏មកជួយមើលខ្ញុំបន្តិចទៅចំណែកប្រពន្ធរបស់គេក៏កំពុងតែឈឺធ្ងន់ដែរប៉ុន្តែគេមិនដឹងថាជ្រើសរើសយកមួយណានោះទេតែមកស្ត្រីម្នាក់ថាគឺក្រែងខ្ញុំធ្លាប់ជួយជីវិតរបស់លោកមែនទេហើយទោះប្រយើងក៏បានលើតែជួយជីវិតក៏គេក៏ចង់សូមគុណនារីម្នាក់នោះវិញបន្តមកគឺគេក៏បានឃើញប្រពន្ធរបស់គេក៏ពុកតែស្រីឲ្យជួយនាងទៅមន្ទីរពេទ្យផងគេក៏បានគឺឲ្យគ្រូពេទ្យនឹងនាំប្រពន្ធរបស់គេទៅសម្រាប់ព្យាបាលទៅបន្តមកគឺគេមិនបាននៅមើលប្រពន្ធរបស់គេនោះទេគេក៏បានទៅមើលសង្សារចាស់របស់គេព្រោះគឺគេឮថាសង្សារចាស់របស់គេកំពុងតែចិត្តស្លាប់ហើយបន្តមកគឺគាត់ក៏បានចេញទៅហើយនាងក៏ថាគឺលោកមិននៅមើលខ្ញុំទេមែនទេគឺកូនរបស់យើងណាបន្តមកគឺគេក៏បានគឺមិនខ្វាយខ្វល់ពីប្រពន្ធរបស់គេនោះទេក៏បានដើរចេញទៅហើយនាងក៏បានអស់សង្ឃឹមលើស្វាមីរបស់នាងខ្លាំងមែនទែនគឺនាងឈឺដល់ថ្នាក់នេះហើយប៉ុន្តែគេបែរជាមិនចាប់អារម្មណ៍មកជួយមើលនាងនោះទេក៏ស្រីថានេះគឺជាកូនរបស់លោកណាមកគឺគេមិនបានត្រឡប់ក្រោយវិញនោះទេស្រាប់តែពេលដែលនាងទៅដល់មន្ទីរពេទ្យនាងអស់សង្ឃឹមខ្លាំងមែនទែនគ្រូពេទ្យក៏បានមកដល់នាងក៏សួរថាលោកគ្រូពេទ្យយ៉ាងម៉េចហើយគឺកូនរបស់ខ្ញុំយ៉ាងម៉េចហើយគឺកូនក្នុងផ្ទះពោះរបស់ខ្ញុំយ៉ាងម៉េចទៅហើយតាមគឺគ្រូពេទ្យឯនោះវិញក៏បានឃើញនាងសួរសំណួរបែបនេះហើយគេក៏ថាគឺកូនណាអាចមានលើកក្រោយបានទៀតអញ្ចឹងគឺចូលរួមសោកស្ដាយអ្នកនាងផងអ្នកនាងក៏អស់សង្ឃឹមអីតាមគឺគាត់ក៏បានផ្ដល់កម្លាំងចិត្តឲ្យទូស្រីយើងទៅចំណែកទូស្រីយើងគឺលឿនហ្នឹងហើយគឺអស់សង្ឃឹមខ្លាំងមែនតើគេក៏បានបន្ទោសខ្លួនឯងថាគឺអ្នកម៉ាក់គឺមិនអាចមើលថែកូនបានគឺអ្នកម៉ាក់អត់ប្រយោជន៍គឺអ្នកម៉ាក់គឺមិនអាចចិញ្ចឹមកូនបានមិនអាចឲ្យកូនណាគឺមើលឃើញពិភពលោកបានអ្នកម៉ាក់ពិតជាអាក្រក់ណាស់ហើយនាងក៏បានបែកខ្លួនឯងទៅឲ្យគ្រូពេទ្យក៏បានហាមឃាត់ទៅគឺមិនឲ្យនាងធ្វើបាបខ្លួនឯងនោះទេស្រាប់តែអ្នកបម្រើម្នាក់ក៏បានខលទៅរាយការណ៍ប្រាប់សង្សារចាស់របស់ទូប្រយើងប្រាប់ថានាងកំពុងតែរលូតកូនហើយគេក៏បានខលទៅប្រាប់នាងដើម្បីផ្ដល់ពីដំណឹងមួយនឹងហើយនាងក៏បានលើដំណឹងមួយនឹងហើយគឺនាងក៏បានសប្បាយចិត្តខ្លាំងមែនទែនតមកស្រាប់តែនាងក៏បានចេញពីមន្ទីរពេទ្យចំណែកឯបរិបនាងក៏បាននាំស្រីស្នេហ៍របស់គេមកដល់ផ្ទះមួយនឹងដែរហើយគេក៏បានគឺឲ្យនាងមករស់នៅផ្ទះមួយនឹងទៀតផងស្រាប់តែគេក៏បានប្រាប់ប្រពន្ធរបស់គេដើម្បីឲ្យទៅចាក់ទឹកឲ្យស្រីស្នេហ៍របស់គេបន្តិចទៅចំណែកនាងក៏បានដើរទៅចាក់ទឹកហើយប៉ុន្តែនាងគឺមិនខ្វាយខ្វល់ពីគេបន្តទៀតនោះទេគឺសម្បីតែមុខរបស់គេគឺនាងក៏មិនចង់មើលផងហើយនាងក៏បានគឺចាក់ទឹកយកទៅឲ្យហើយនាងក៏ថាគឺពេលនេះគឺខ្ញុំធ្វើរួចរាល់ហើយខ្ញុំសុំទៅសម្រាប់សិនហើយគេក៏ថាគឺមើលទៅបងស្រីដូចជាមិនពេញចិត្តជាមួយនឹងខ្ញុំមករស់នៅទីនេះនោះទេខ្ញុំសុំត្រឡប់ទៅបន្ទប់របស់ខ្ញុំសិនហើយសិតតែប្តីរបស់នាងក៏បាននិយាយថាគឺយប់នេះគឺខ្ញុំនឹងនៅជាមួយនឹងនាងពេញមួយយប់តែម្ដងហើយគេក៏បានអោបស្រីស្នេហ៍របស់គេដើម្បីឡើងទៅបន្ទប់របស់គេទៅចំណែកប្រពន្ធរបស់គេក៏ឃើញបាននឹងហើយគឺធ្វើឲ្យនាងគឺចុកចាប់ក្នុងបេះដូងខ្លាំងមែនតើប៉ុន្តែនាងមិនដឹងថាធ្វើយ៉ាងណាបន្តទៀតនោះទេបរិបនាងក៏ប្រាប់ថាគឺមុននេះគឺខ្ញុំបានយល់ច្រឡំលើនាងគឺមិនដេកអីនោះទេគឺខ្ញុំមកយល់ហើយគឺលោកនៅសម្រាប់ទីនេះហើយតែមកទូប្រយើងក៏ថាគឺនាងសម្រាប់បានល្អទៅតាប់ពិតទៅគឺទូប្រយើងនៅវិញគ្រាន់តែធ្វើបែបនេះគឺបញ្ឈឺប្រពន្ធរបស់គេតែប៉ុណ្ណោះគឺគេមិនបានចង់មានអ្វីជាមួយស្ត្រីម្នាក់នោះទេបន្តមកគឺបរិបនាងក៏បានមកដល់កន្លែងស្រីស្នេហ៍របស់គេគឺគេក៏បានមកជួនស្រីស្នេហ៍របស់គេដើម្បីចូលបន្ទប់វះកាត់គឺគេមិនដឹងនោះទេថានេះគឺជាល្បិចរបស់នាងគឺនាងមិនបានឈឺនោះទេហើយចំណែកគឺគេបានជួយជីវិតរបស់ទូប្រយើងមិនមែនជាស្ត្រីម្នាក់នោះទេក៏ប៉ុន្តែគឺជាទូស្រីយើងជាអ្នកបានជួយបរិបនាងប៉ុន្តែគឺគេបែរជាមិនដឹងខ្លួននោះទេគេគិតថាគឺនារីម្នាក់ហ្នឹងធ្លាប់ជួយជីវិតរបស់គេក៏បានគឺតែងតែធ្វើល្អដាក់នាងតមកគឺគេក៏បានព្យាយាមមកខលត្រូវប្រពន្ធរបស់គេខលទៅយ៉ាងណាក៏នាងមិនព្រមទទួលទូរស័ព្ទនោះដែរហើយគេក៏បានឆ្លេចឆ្លាខលទៅហើយខលទៅទីប៉ុន្តែគ្មានអ្នកណាទទួលទូរស័ព្ទរបស់គេនោះទេពេលដែលគេយប់ឡើងគឺគេក៏បានគឺអស់កម្លាំងខ្លាំងបន្តិចក៏បានគេនោះនៅចិត្តស្លេចស្នេហ៍របស់គេទៅស្រាប់តែនារីម្នាក់ក៏ឃើញឱកាសល្អក៏បានយកទូរស័ព្ទរបស់ទូប្រយើងហើយក៏បានថតរូបពួកគេទាំងពីរនាក់ដើម្បីផ្ញើសារទៅឲ្យទូស្រីយើងចំណែកទូស្រីយើងនៅវិញក៏បានឃើញគេផ្ញើសារទៅហើយគឺនាងក៏បានឃើញសារមួយនោះហើយពិតជាឈឺចុកចាប់ខ្លាំងមែនតើមិនតាមនាងក៏ពងតែមិនសូវស្រួលខ្លួនផងស្រាប់តែអ្នកបម្រើក៏បានយករូបដែលពួកគេទាំងពីរនាក់បានថតជាមួយនឹងគ្នាហើយក៏បានបង្ហោះនៅលើបណ្ដាញសង្គមបន្តមកគឺគេក៏បានឃើញរូបនឹងហើយកាន់តែធ្វើឲ្យនាងកាន់តែឈឺកាន់តែចុកចាប់ពេញបេះដូងបន្តមកគឺនាងក៏បានអស់សង្ឃឹមមកគឺនឹងលែងចង់ត្រឡប់ទៅរស់នៅក្បែរមនុស្សប្រុសម្នាក់នេះបន្តទៀតហើយនាងក៏បានគឺកាន់តែធ្ងន់ធ្ងរឡើងបន្តិចបរិបនេះគឺមិនដែលមកមើលនាងនោះទេបន្តមកនាងក៏បានខលទៅរកមេរបស់នាងគឺជាប៉ូលីសនាងក៏សួរថាតើខ្ញុំអាចរៀបចំឯកសារដើម្បីក៏ហៅថាខ្ញុំគឺស្លាប់ហើយបានឬអត់បន្តមកគឺចំណែកលោកប៉ូលីសម្នាក់នោះក៏បានគឺផ្ដល់ឱកាសឲ្យនាងក៏បានគឺនាងសម្ដែងធ្វើជាស្លាប់ទៅហើយចំណែកស្វាមីរបស់នាងក៏បានមកសួរសុខទុក្ខនាងនៅមន្ទីរពេទ្យជាមួយនឹងស្រីស្នេហ៍របស់គេបន្តមកគឺគេក៏បានថានាងកំពុងតែខឹងពួកយើងតែពីរនាក់ជាសំខាន់នោះទេមើលទៅគឺខ្ញុំកំពុងតែឈឺធ្ងន់ខ្លាំងណាស់គឺខ្ញុំត្រូវ
ទៅវាកាត់ជាមិនខាននោះទេគឺនាងមួយចាំតមកគេក្រែងនាងវិញគឺមានតែកែគ្រប់គ្រាន់ខាងណាតមកគឺគេក៏បានយកกระดาษមួយនឹងទៅកាប់ពិតជាกระดาษរបស់ទស្សស្រីយើងបានត្រួតពិនិត្យរាងកាយរបស់នាងនោះទេប៉ុន្តែនៅរឿងមួយហ្នឹងក៏បានជាយកមកសម្ដែងថាជាឈ្មោះរបស់នាងគឺគេក៏បានយកបែបហ្នឹងដើម្បីមកកុហកទូប្រយើងហើយនាងក៏ថាគឺនាងប៉ិនកុហកខ្លាំងណាស់នេះគឺជាกระดาษដែលត្រួតពិនិត្យជំងឺរបស់ខ្ញុំនោះទេប៉ុន្តែនាងបាច់ជាទៅសម្ដែងថាគឺជារបស់នាងទៅវិញហើយទូប្រយើងថានាងក៏ពុតតានីនិយាយអ្វីហ្នឹងហើយក៏និយាយថានាងគឺនាងក៏មកកុហកយើងអីក៏មកធ្វើឲ្យយើងចាប់អារម្មណ៍លើនាងអីបានហើយនាងសម្រាប់ទៅមកគេក៏បាននិយាយជាមួយនឹងប្រពន្ធរបស់គេគឺរឿងដែលកន្លងហួសហើយគឺឲ្យវាកន្លងហួសទៅគឺយើងនាំគ្នាមកចាប់ដើមសាច់ជាថ្មីទៅគឺកុំឲ្យពួកអ្នកទាំងអស់គ្នាគឺគ្មានសេចក្តីសុខអីតមកគេក៏ថាសង្សារចាស់របស់គេគឺជាមនុស្សស្រីដែលចិត្តល្អខ្លាំងណាស់អញ្ចឹងហើយគឺនាងមិនបង្ករឿងនោះទេហើយទោះស្រីយើងក៏ថាគឺតាំងពីដើមមកដល់ពេលនេះគឺលោកមិនដែលជឿចិត្តខ្ញុំទេមែនទេមកបរោះម្នាក់គឺគួរតែស្ដាប់បញ្ជារបស់ខ្ញុំទៅគឺកុំគឺប្រកែកជាមួយខ្ញុំបន្តទៀតអីកុំឲ្យធ្វើខុសច្រើនជាងនេះអីមិនតាមគឺគេក៏បានដើរចេញទៅបាត់ទៅស្រាប់តែស្រីឆ្នៃរបស់គេក៏បាននៅមើលទូស្រីយើងហើយនាងក៏ថាចឹងមិនហើយគឺនាងកំពុងតែចិត្តស្លាប់ហើយមែនទេហើយទូស្រីយើងថាតើនាងធ្វើយ៉ាងនេះបានយ៉ាងម៉េចទៅហើយស្ត្រីម្នាក់ក៏ថាខ្ញុំគ្រាន់តែប្រើ AI ប្រើបន្តិចបន្តួចក៏បានគឺកែឯកសារមួយនឹងទៅហើយគឺខ្ញុំក៏បានគឺយកសម្លេងម្ដាយរបស់ឯងគឺយកមកដើម្បីធ្វើជាខ្ញុំឈឺអញ្ចឹងពេលដែលនាងល្អរលូតកូនក៏គឺជាខ្ញុំជាអ្នកបញ្ជូនមនុស្សឲ្យទៅធ្វើដែរនាងពិតជាអាក្រក់ខ្លាំងណាស់នាងមិនគួរណាគឺកើតមកជាមនុស្សនោះទេនាងពិតជាមានសន្តានអាក្រក់ខ្លាំងណាស់ហើយគេក៏ថាគឺនាងជេរខ្ញុំចាយទៅទោះជាយ៉ាងណាក៏យើងអាចយកឈ្នះនាងបានដែរមកទោះស្រីយើងក៏បាននិយាយថាគឺរឿងដែលនាងបានចាត់ការជាមួយនឹងយើងទាំងអស់គឺយើងបានបញ្ជូនទៅឲ្យប៉ូលីសហើយនាងកំភ្លេចសោះថាគឺយើងគឺជាមេក្រុមប៉ូលីសសោះគឺយើងបានរៀបចំឯកសារទាំងអស់ដើម្បីប្តឹងពីនាងនេះគឺនាងឆោបោកគេហើយអញ្ចឹងហើយគឺនាងបានធ្វើអ្វីដល់ខ្ញុំខ្លះគឺនាងគួរតែដឹងហើយគឺនាងប្រកាសជាមិនអាចរួចខ្លួនទៅបាននោះទេតមកគឺស្វាមីរបស់នាងក៏ស្ដាប់ឮទាំងអស់ហើយគេក៏បានថាខ្ញុំសុំទោសផងគឺខ្ញុំនោះទេគឺអ្នកយកច្រឡំលឿននាងគឺនាងពិតជាអាក្រក់ខ្លាំងណាស់គឺនាងគឺជាអ្នកឲ្យខ្ញុំគឺសម្រាប់ឈូលីមែនទេតមកគេក៏បានច្រើននារីម្នាក់ចេញទៅហើយស្រាប់តែនាងក៏បានគឺដាច់ខ្យល់ស្លាប់ព្រាមដំណងហើយគឺគេក៏បានថាគ្រូពេទ្យមកជួយព្យាបាលប្រពន្ធរបស់ខ្ញុំផងទោះជាអស់លុយប្រហែលក៏ខ្ញុំមកព្រមដែរគឺឲ្យតែនាងជាស្រាប់តែស្ត្រីម្នាក់ហ្នឹងក៏បានគឺអូខ្លាំងមែនតែពេលដែលឃើញទូស្រីយើងដាច់ខ្យល់បែបនេះស្រាប់តែគេក៏បានយកនាងចូលបន្ទប់សង្គ្រោះបន្ទាន់ទៅស្រាប់តែគេថាក៏មកប៉ះពាល់ខ្ញុំមិនសោះតមកគឺគ្រូពេទ្យឯនោះវិញកំពុងតែព្យាបាលនាងក៏បានចេញមកស្រាប់ទូប្រយើងថាប្រពន្ធរបស់ខ្ញុំយ៉ាងម៉េចហើយចូលរួមមកសោកស្ដាយផងគឺនាងបានបញ្ជូនមកគឺនាងបានស្លាប់ហើយនេះគឺជាកណ្ដាស់ទទួលមរណភាពរបស់នាងគឺខ្ញុំមិនជឿនោះទេហេតុអ្វីក៏គឺមិនអាចព្យាបាលប្រពន្ធរបស់ខ្ញុំបានគឺមិនគឺនាងនៅសុខនោះទេជាกระดาษមរណភាពគឺពួកយើងមិនអាចបន្លំបាននោះទេបើសិនជាអញ្ចឹងគឺពួកយើងប្រកាសជាជាប់គុកហើយអ្នកនាងសៀគឺមុននឹងស្លាប់តែគឺបានផ្ដាំថាគឺមិនឲ្យអ្នកណាចូលសួរនាងនោះទេគឺនាងចង់ស្លាប់ទៅដោយស្ងប់តែមកគឺបរំនាងក៏នៅតែឌឺចង់ឃើញប្រពន្ធរបស់គេជាលើកចុងក្រោយស្រាប់តែគេក៏បានឃើញថានាងគឺស្លាប់ពិតមែនស្រាប់តែប៉ូលីសម្នាក់ហ្នឹងក៏ប្រាប់ថាគឺពេលនេះគឺពួកគេចេញទៅផុតអស់ហើយការពិតទៅគឺនាងគឺបានសម្ដែងធ្វើជាស្លាប់នោះទេការពិតទៅគឺនាងមិនបានស្លាប់នោះទេហើយប៉ូលីសម្នាក់ហ្នឹងក៏បានរួមគំនិតជាមួយនឹងនាងដើម្បីចង់ឲ្យនាងគឺទុកឲ្យគេក៏បានគឺអរគុណលោកប៉ូលីសម្នាក់នឹងខ្លាំងមែនតើអរគុណណាលោកប្រធានហើយគឺមិនអីនោះទេគឺតទៅគឺនាងត្រូវតែប្រើជីវិតរស់នៅឲ្យសុបាយចុះហើយនាងគឺត្រូវតែទៅទីកន្លែងឲ្យឆ្ងាយហើយគឺត្រូវតែផ្លាស់ប្ដូរឈ្មោះខ្លួនឯងដើម្បីចាប់ផ្ដើមជាថ្មីទៅខ្ញុំយល់ឲ្យលោកប្រធាននាងក៏បានគឺចាក់ចេញពីមន្ទីរពេទ្យនឹងទៅចំណែកពេលដែលនាងចាក់ចេញពីមន្ទីរពេទ្យនឹងហើយយប់ឡើងគឺស្វាមីរបស់នាងគឺនៅមិនទាន់អស់ចិត្តនោះទេក៏បានកាន់កំបិតមួយមកមន្ទីរពេទ្យដើម្បីសម្លាប់ខ្លួនគេតែជាមួយនឹងប្រពន្ធរបស់គេគឺថាគឺខ្ញុំជាអ្នកខុសហេតុអ្វីក៏ត្រូវតែនាងគឺជាអ្នកទទួលកំហុសទៅវិញគឺនាងមិនគួរណាស្លាប់បែបនេះនោះទេបើសិនជាបែបហ្នឹងពិតមែនពួកយើងទាំងពីរនាក់គឺទៅនៅជាមួយនឹងគ្នាទៅស្រាប់តែបើតែគឺមិនមែនជាប្រពន្ធរបស់គេនោះទេគ្រាន់តែជាកតុកតាទៅនោះហើយគេក៏ថាការពិតទៅគឺនាងមិននៅមិនទាន់ស្លាប់នោះទេហេតុអ្វីក៏គឺបែរជា